បាទជំរាបសួរក្នុងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីរបៀបប្រើប្រាស់ app ផ្លូវការរបស់ក្រុមហ៊ុនដើម្បីធ្វើការក្នុងនេះផងដែរជាដំបូងពេលដែលចូលទៅដល់ទំព័រដើមក្នុងទំព័រដើមនេះផងដែរគឺវាមានផ្ទាំងបែបនេះដោយក្នុងនេះយើងអាចមើលឃើញអំពីបរិមាណលក់តាមខែចំនួនថែមតាមខែនិងចំនួនកំណត់ត្រាចុះតូបតាមខែផងដែរដោយសំខាន់នោះគឺ channel ចំពោះពាក្យថា channel នេះពេលដែលយើងចុះតូបទៅបន្ទាប់មកយើងត្រូវចុចពីបន្ថែម channel ថ្មីដើម្បីបន្ថែមតូបដែលមិនធ្លាប់មានពីមុនមកដែលយើងចុចពីលើវាហើយបន្ទាប់មកយើងចូលខាងក្នុងបំពេញព័ត៌មានមួយចំនួនតាមលក្ខខណ្ឌដែលខាង app ត្រូវការដោយក្នុងនោះគឺយើងត្រូវបំពេញតាក់ទងជាមួយនឹងរូបថតពេលដែលយើងចុះទៅដល់តូបភ្លាមយើងត្រូវបញ្ចូលរូបថតក្នុងនឹងហើយជាដំបូងដោយសារតែយើងជា app ថ្មីបន្ទាប់មកក៏ได้ធ្លាប់ចុច allow camera ពីមុនមកយើងត្រូវចុច allow camera ដើម្បីអាចបើកកាមេរ៉ាប្រើប្រាស់បានបន្ទាប់មកយើងថតរូបនៅក្នុងនឹងហើយជាទូទៅបើសិនជាដើម្បីឲ្យកាន់តែច្បាស់យើងអាចថតរូបពី3សន្លឹកដាក់នៅក្នុងនឹងបានដើម្បីងាយស្រួលក្នុងការរកទីតាំងពេលដែលថតរូបមកតូបរួចរាល់អស់ហើយយើងចូលមកកាន់កន្លែងមួយទៀតគឺឈ្មោះ channel ចំពោះឈ្មោះ channel នេះផងដែរគឺយើងត្រូវបញ្ចូលលេខផ្លូវផ្ទះលេខឈ្មោះហាងដល់ឈ្មោះហាងនេះផងដែរយើងអាចមើលទៅខាងប៉ាយខាងលើដែលមាននៅលើមុខតូបនោះគឺមានដាក់ឈ្មោះអីហើយផ្លូវលេខប៉ុន្មាននិយាយរួមទៅគឺសម្គាល់ថាទីតាំងនឹងគឺជាទីតាំងរបស់តូបនឹងតែម្ដងដែលយើងអាចសម្គាល់បានយើងអាចដាក់ទីតាំងនឹងបានជាបន្តទៀតនឹងគឺតកតងជាមួយនឹង channel ទីតាំងនេះផងដែរដែលយើងគ្រាន់តែចុចទៅលើពណ៌ខៀវដែលនៅខាងចុងហ្នឹងបន្ទាប់មកចំពោះ location គឺវា load មកដោយអូតូតែម្ដងឲ្យមិនបាច់ចាំចុចអីទៀតទេហើយចំពោះទីតាំងរបស់ខេត្តគឺដោយសារតែ app គឺ system បានចងអូតូហើយបងនៅខេត្តណាគឺវា load តែខេត្តហ្នឹងទេហើយបងអាចជ្រើសរើសបានចំពោះទីតាំងខេត្តហើយមួយទៀតនោះគឺតកតងជាមួយនឹងទីតាំងស្រុកក៏វាមានដែរឧទាហរណ៍ថាបងនៅខាងខេត្តកំពង់ស្ពឺគឺវាមាន load ទីតាំងស្រុកគឺតែនៅខេត្តកំពង់ស្ពឺទេហើយចំពោះឈ្មោះថៅកែបងអាចដាក់ឈ្មោះថៅកែបានបន្ទាប់មកទៀតតកតងជាមួយនឹងលេខទូរស័ព្ទគឺបងអាចដាក់លេខទូរស័ព្ទមួយខ្សែបានហើយចំពោះលេខទូរស័ព្ទនេះផងដែរគឺមិនអាចដាក់ជាន់គ្នាបានទេទីតាំងមួយណាគឺលេខទូរស័ព្ទមួយនឹងហើយមិនអាចជាន់គ្នាជាដាច់ខាតបើសិនជាជាន់គ្នាគឺវាចុចអត់អាចទៅមុខរួចទេចំពោះលេខអត្តសញ្ញាណប័ណ្ណបងគឺអាចរំលងបានដោយសារជាទូទៅប្រហែលជាអាចនឹងថៅកែហាងគាត់មិនងាយនឹងឲ្យលេខអត្តសញ្ញាណប័ណ្ណទៅនរណាម្នាក់អញ្ចឹងបងអាចរំលងបានចំពោះចំណុចនេះហើយមួយទៀតនោះតកតងជាមួយនឹង channel ខាងលើបង channel ខាងលើពេលដែលបងបានចុះឈ្មោះខាងលើនិងសរសេរឈ្មោះហាងអីរួចរាល់អស់ហើយគឺវា load នៅក្នុង channel ខាងលើនេះឯងបងអាចចុចពាក្យដែលបងបានសរសេរមុននឹងបានចំពោះកម្រិត channel បងអាចដាក់ជាប្រភេទតូបរបស់គាត់ជាតូបតូចតូបធំឬក៏ជាតូបបោះដុំឬក៏ជារោងចក្របងអាច select បានហើយចំពោះវិសាលភាពបងអាចជាទូទៅគឺជាភេសជ្ជៈគ្រឿងសម្ភារៈឬសម្ភារៈការិយាល័យបន្ទាប់ពីបានចុចរួចរាល់អស់ហើយបងចុចពាក្យថាយល់រងដើម្បីបន្តទៅមុខបន្ទាប់មកមានផ្ទាំងមួយទៀតគឺការបញ្ជូនបានជោគជ័យហើយចុចបន្តការពិនិត្យរបស់ខ្ញុំហើយបន្តទៀតគឺចុចពាក្យថាយល់ព្រមដើម្បីសហការជាមួយនឹងតូបនឹងដោយជំហានដំបូងតកតងជាមួយនឹងការចុះតូបឬក៏ការ record តូបមួយនឹងគឺបញ្ចប់ត្រឹមនេះជាទូទៅគឺធ្វើបែបនឹងឯងគឺទទួលបានជោគជ័យហើយ